លោកជំទាវបណ្ឌិតបានស្រីមុំអញ្ជើញអបអរសាទរខួបទី19ទិវាអតីតយុទ្ធជនកម្ពុជានិងសំណេះសំណាលជាមួយវីរៈជនក្នុងខេត្តប៉ៃលិនខេត្តប៉ៃលិនកាលពីព្រឹកថ្ងៃទី13ខែឧសភាឆ្នាំ2026នៅបរិវេណទីស្នាក់ការអតីតយុទ្ធជនខេត្តប៉ៃលិនបានរៀបចំពិធីអបអរសាទរខួបលើកទី19ពីវាអតីតយុទ្ធជនកម្ពុជា12ឧសភាក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតបានស្រីមុំអភិបាលនៃគណៈអភិបាលខេត្តប៉ៃលិននិងជាប្រធានសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជាខេត្តក្នុងពិធីដ៏សមរឡាយនេះក៏មានការអញ្ជើញចូលរួមពីសំណាក់លោកឧត្តមសេនីយ៍តូសេងសុគន្ធស្នងការនៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិនព្រមទាំងលោកស្រីស្នងការរងមន្ត្រីក្រមអាវ៉ាតថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្តនិងបងប្អូនអតីតយុទ្ធជនសរុបប្រមាណ280នាក់មានប្រសាសន៍ក្នុងឱកាសនោះលោកជំទាវបណ្ឌិតបានស្រីមុំបានថ្លែងនៅការសាកសួរសុខទុក្ខដោយក្តីនឹករលឹកនិងបានសម្ដែងនៅការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះវីរភាពដ៏ឧត្តមឧត្តមរបស់បងប្អូនអតីតយុទ្ធជនលោកជំទាវបានបញ្ជាក់ថាសន្តិភាពនិងការអភិវឌ្ឍដែលយើងមាននៅថ្ងៃនេះគឺមិនអាចកាត់ផ្តាច់បានពីការបូជាកម្លាំងកាយចិត្តសាច់ស្រស់ឈាមស្រស់ក្នុងបុព្វហេតុការពារជាតិមាតុភូមិរបស់វីរៈជនយើងឡើយដើម្បីជាការលើកទឹកចិត្តនិងតបស្នងចំពោះគុណូបការៈដ៏ថ្លៃថ្លានេះលោកជំទាវអភិបាលខេត្តក៏បាននាំយកនៅអំណោយជាគ្រឿងឧបភោគបរិភោគនិងថវិកាមួយចំនួនចែកជូនដល់បងប្អូនអតីតយុទ្ធជនគ្រប់គ្នាក្នុងបរិយាកាសស្និទ្ធស្នាលនិងកក់ក្ដៅជាទីបំផុតអត្ថបទដោយលោកស